អូស្អាតខ្លាំងមែនតើបាទពណ៌មាសស្អាតណាបងប្អូនអើយនេះបងប្អូននេះគឺជារូបព្រះបរមកាយសធាតុបាទបាទនិយាយទៅគឺព្រះបរមកាយសធាតុពិតហ្នឹងគឺនៅខាងក្នុងបាទតម្កល់ទុកនៅខាងក្នុងបាទ2000ឆ្នាំជាងបាទអូស្អាតខ្លាំងណាស់ទស្សនវិជ្ជាខាងក្នុងណាបងប្អូនបងមកកត្រកធំហ្មងអូយមានអារម្មណ៍មិនដែរបងសบายចិត្តណោះអ្នកបងប្អូនអ្នកមើលត្រីជំរាបសួរក៏ដូចជាសួស្តីដល់បងប្អូនអ្នកទេសនាទាំងអស់គ្នាឥឡូវខ្ញុំបាទឧត្តមបាទហើយមកជាមួយនឹងប្រុសណែតគឺយើងនឹងមកធ្វើការទេសនានៅពុទ្ធមណ្ឌលវិបស្សនាធុរៈបាទដែលនៅទីនេះគឺជាកន្លែងវិបស្សនាដ៏ធំមួយរបស់ប្រទេសកម្ពុជាយើងផងដែរហើយយើងមានកន្លែងដែលធ្វើទេសនាច្រើនខ្លាំងមែនតើឥឡូវចូលទៅជាមួយខ្ញុំថាមានអ្វីខ្លះដែលបងប្អូនទាំងអស់គ្នាថាសិក្សាស្វែងយល់ក៏ដូចជាទេសនាតោះទៅជាមួយខ្ញុំទាំងអស់គ្នាដោយសារតែថ្ងៃនេះខ្ញុំមករៀងល្ងាចដែរហើយបងប្អូនដល់ពេលអញ្ចឹងវាមេឃរៀងអស់ស្ដង់កុដតែក៏ស្រស់ស្អាតម្យ៉ាងបែបមេឃអស់ស្ដង់កុដចឹងណាបងប្អូនបាទហើយមកដល់ចំណុចឡើយនេះគឺយើងត្រូវចុះដើរហើយយើងដាក់ផ្ញើម៉ូតូហើយគឺយើងចុះដើរមកហើយយើងអាចជិះម៉ូតូតាមផ្លូវនឹងបានទេគឺផ្លូវហ្នឹងគឺសម្រាប់តែដើរទៅមុខគាត់ហើយសម្រាប់នៅខាងមុខដែលយើងមើលឃើញហ្នឹងគឺព្រះពុទ្ធបរិមាត្រង់ព្រះភ្នែនបងប្អូនទាំងអស់គ្នាអញ្ចឹងយើងឃើញនៅខាងមុខហើយនេះគឺបរិវេណជុំវិញពុទ្ធមណ្ឌលបាទមានលោកយាយជីមានអីចឹងបងប្អូនធម៌បណ្ណាល័យកន្លែងនេះគឺបណ្ណាល័យរបស់ព្រះធម៌បាទមានតុកកម្ពីធម៌ក៏ដូចជាសភៅធម៌អីចឹងណាបាទបងប្អូននេះនេះរបៀបដូចថាជើងកត់ណាស្អាតខ្លាំងមែនតើសម្រាប់កត់លោកកត់អីចឹងណាបងប្អូនអូយស្អាតណាស់បងប្អូនហើយតិចទៀតបានបន្ទប់ជីអូនេះឡើងស្អាតខ្លាំងមែនតើមើលជាមើលអសសិនមិនដឹងថាអីគេនៅនឹងណោះអាគុណតុកត់អូនេះធម្មសាលាអគ្គមហាឧបាសិកានុបឋមសុខអ៊ីមបានអូនៅនេះមានប៉ុស្តិ៍សុខភាពមួយទៀតបងប្អូនប៉ុស្តិ៍សុខភាពហ្នឹងលក្ខណៈដូចយើងនេះបានន័យថាដូចយើងនៅខាងក្រៅយើងមានមណ្ឌលសុខភាពអីចឹងណាអញ្ចឹងនៅនេះមានប៉ុស្តិ៍សុខភាពមួយមានន័យថាមានពេទ្យសម្រាប់ព្យាបាលក៏ដូចជាបើកថ្នាំឲ្យអ្នកដែលនៅនឹងហើយមានការឈឺអញ្ចឹងណាអូឡើងស្អាតខ្លាំងមែនតើបាទនិយាយមែននៅក្នុងនេះគឺបរិវេណស្អាតខ្លាំងមែនតើបាទដើមឈើរៀបចំអូយឡើងមើលទៅឡើងស្អាតហ្មងឡើងមានផាសុខភាពហ្មងណាឡើងមានអារម្មណ៍ថាស្រស់ស្រាយគួរឲ្យចង់រស់នៅហ្មងបងប្អូនផ្លូវដើរនៅទីនេះគឺមានបង្គោលសីមាបាទសងខាងគឺប្រហែលជាកសាងពីស៊ីម៉ង់បើមិនស៊ីម៉ង់ពីថ្មហ្នឹងឯងបាទស្អាតខ្លាំងមែនតើយាយអូយលោកជ័យមានកង់អង្គុយនឹងមួយស្រួលសម្រួលការដើរអញ្ចឹងណាបាទបងប្អូនហើយមានអារម្មណ៍ថាជ្រះថ្លាមែនតើនៅពេលដែលឃើញលោកយាយក៏ដូចជាអ្នកដែលគាត់មកធ្វើវិបស្សនានៅនេះយើងឃើញគាត់រៀបថាស្ងប់ស្ងាត់ហ្នឹងហើយចេះមានអារម្មណ៍ថាជ្រះថ្លាមែនតើហ្មងបាទបងប្អូនទាំងអស់គ្នាមានឃើញដូចខ្ញុំទេថ្ងៃហ្នឹងគឺព្រះអាទិត្យលិចចំប្រកែកព្រះពុទ្ធហ្មងបាទនិយាយទៅវ៉ាវអស្ចារ្យមែនតើបាទខាងនេះស្រះអភ័យទានខាងស្ដាំដៃចាំមើលគ្នាខ្ញុំគាត់ដើរទៅខាងណាអញអត់ឃើញលឿនម៉េះនេះបងប្អូនអើយថ្ងៃលិចនៅចំកណ្ដាលប្រកាសព្រះពុទ្ធបងប្អូនស្អាតខ្លាំងមែនតើឥឡូវយើងធ្វើដំណើរទៅស្រះអភ័យទានមុនគេកន្លែងហ្នឹងគឺជាកន្លែងដែលមានចិញ្ចឹមត្រីច្រើនមែនតើបាទបងប្អូនមើលតែផ្លូវដើរចូលទៅឃើញហើយដោយសារថ្ងៃនេះខ្ញុំមកពេលល្ងាចដល់ពេលអញ្ចឹងវារៀងមេឃសន្ទុំតែនិយាយរួមទៅមកពេលស្វាមានក៏រៀងត្រជាក់ដែរព្រោះដោយសារតែនៅហ្នឹងគឺដើមឈើដុះច្រើនមែនតើណូណត់ដុះចង់និយាយថាដើមឈើដែលគេដាំគឺមានគ្រប់ប្រភេទនេះឃើញទេគឺគេលក្ខណៈដាំមានរបៀបរបស់គេអញ្ចឹងណា
មានដើមស្អីក៏មានដែរគឺគ្រប់សពរុក្ខជាតិដើមឈើគឺដើមអីក៏មានដែរបាទណែតលើកទីម៉ានដែលឯងមកដល់ឯនេះលើកទី1ហ៎បាទតិចទៀតអូនឯងនឹងបានឃើញស្រះអភ័យទាននេះគេដែលស្រះនេះគឺចិញ្ចឹមត្រីយ៉ាងច្រើនមែនតែម្ដងឈ្មោះនៅទីនេះអូនឯងស្ដាប់ទៅរៀងផ្លាច់តិចតិចអត់គឺយើងហៅរបៀបដូចស្រះនៅក្នុងសម័យកាលព្រះពុទ្ធណានេះកន្លែងផ្លូវទៅវិបស្សនាគេដល់3អានេះធម្មតាមានភ្ញៀវមកលេងច្រើនចេញចូលទៅមករហូតចឹងណាអូថ្ងៃនេះអត់ឃើញអូនៅគេទៅលក់ចំណីត្រីនៅខាងនោះបើសិនជាយើងចង់ឃើញត្រីយើងអាចទិញចំណី1000រៀល2000រៀលទេយើងទិញចំណីទៅបាច់ឲ្យត្រីដើម្បីឲ្យវាហូបបានញ៉ាំត្រីស៊ីហ្មងហ៎តែញ៉ាំអូបងប្អូនទាំងអស់គ្នាហើយនេះត្រីច្រើនខ្លាំងមែនទែនបាទអូនេះគេកំពុងតែឲ្យចំណីត្រីបងប្អូននេះបងប្អូនអូយត្រីធំហ៎បាទថ្ងៃនេះបងនេះបានមកឲ្យចំណីត្រីបងមកកត្រកធំហ្មងអូយមានអារម្មណ៍មិនដែរបងសប្បាយចិត្តណោះនេះបងប្អូននេះមើលត្រីហ៎វ៉ាវច្រើនណាស់នេះគាត់ជាប្រភេទដូចត្រីអីគេនេះត្រីឆ្ពិនអីណោះនេះអូនេះ3 4អូធំនេះពណ៌ធំអូយបាត់ហើយបោះជើងជាណាស់វិញរត់តែតែហើយនិយាយឆាត់បាបឡើយមកបាច់មកបាយមកពីមុខឡែងនេះគឺឡែងធ្វើបន់ណាអូនតែចាំថាឡែងនេះគឺឡែងធ្វើបន់បាទនេះឡែងធ្វើបន់អូខេអូនបងប្អូននេះត្រីច្រើនមែនតើអញ្ចឹងបើសិនជាបងប្អូនចង់មកមើលត្រីបាទអាចអញ្ជើញមកស្រះអភ័យទានដែលមានទីតាំងស្ថិតនៅពុទ្ធមណ្ឌលវិបស្សនាធុរៈណាអូគេថាជ្រះថ្លាខ្លាំងមែនតើបងប្អូនអើយបានឃើញត្រីច្រើនហើយបងគាត់ឲ្យចំណីត្រីបាទគោបន្ទាប់ពីខ្ញុំត្រឡប់មកពីមើលកន្លែងស្រះអភ័យទានឥឡូវនេះខ្ញុំបានមកដល់កន្លែងផ្លូវចូលទៅកាន់ព្រះបរមអាកាសធាតុចេតិយបាទអញ្ចឹងបងប្អូនទាំងអស់គ្នានោះតោះមើលទៅខាងនោះមួយខ្ញុំវ៉ាវអ្នកឃើញទេបងប្អូនស្អាតខ្លាំងមែនទែនពណ៌មាសបងប្អូនហើយនៅសងខាងផ្លូវចូលមានបកុលសីមាសងខាងក៏ដូចជាមានដាំផ្កាស្អាតមែនទែននេះបើសិនជានៅក្នុងរដូវវស្សាវិញផ្ការីកស្គុះស្គាយខ្លាំងហ្មងថាទៅនេះគឺវារដូវក្តៅហើយផ្ការោយអស់តែអញ្ចឹងណាដល់ពេលអញ្ចឹងវាមើលទៅរៀងបាត់ផ្កាបន្តិចបាត់សោភ័ណភាពបន្តិចប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចាត់ដីនេះគឺថាស្អាតខ្លាំងមែនទែនបងប្អូនតាមដែលយើងដឹងគឺនៅខាងក្នុងមានជាព្រះកៅមរកតនៅក្នុងនឹងធ្វើអីគេកេសាសរសៃសក់នៅដឹងថាកេសាក៏ប៉ុន្តែមានព្រះអង្គកៅមរកតនៅក្នុងនឹងដែរត្រូវអត់មានហ្នឹងហើយប៉ុន្តែខ្ញុំអត់ដឹងថាខ្ញុំអាចថតឲ្យបងប្អូនបានមើលឬអត់ទេណាព្រោះដោយសារថ្ងៃនេះល្ងាចហើយដល់ពេលអញ្ចឹងប្រហែលជាគេចិត្តបិទទ្វារហើយអញ្ចឹងអូបើសិនជាអត់បានថតពិតជាស្ដាយខ្លាំងមែនតើបងប្អូនអើយសម្រាប់ខ្ញុំនៅពេលដែលបានមកដល់កន្លែងនេះគឺខ្ញុំមានអារម្មណ៍ថាជ្រះថ្លាហើយសប្បាយចិត្តមែនតើហ្មងនិយាយរួមបងនេះដូចខ្ញុំអត់ខ្ញុំសប្បាយចិត្តនៅពេលដែលខ្ញុំបានចូលវត្តទៀនតាមខ្ញុំដឹងបងនេះអាសាទៅវត្តទល់តឹងណោះរៀងរាល់ថ្ងៃសិលបាទអត់ដែលអាខានម្សិលទេធ្វើទេអាខានម្ដងដែរណោះអូបាទឥឡូវនេះបងប្អូនខ្ញុំបានមកដល់ខាងមុខផ្លូវចូលនៅចេតិយហើយព្រះកេសធាតុចេតិយបាទបងនេះគាត់ចូលបុណ្យបន្តិចឥឡូវខ្ញុំសុំដោះស្បែកជើងសិនអ្នកទាំងអស់គ្នាកន្លែងនេះកន្លែងយើងដោះស្បែកជើងទុកហើយយើងចូលទៅខាងក្នុងបាទអើយនេះបងប្អូនកន្លែងទុកស្បែកជើងឥឡូវយើងចូលទៅខាងក្នុងទាំងអស់គ្នាបាទអូស្អាតខ្លាំងមែនតើបាទពណ៌មាសស្អាតណាបងប្អូនអើយមានពុទ្ធបរិស័ទជើងមកលេងច្រើនមែនតើថ្ងៃនេះថ្ងៃអាទិត្យហ្នឹងហើយបាទស្អាតបងប្អូនអើយស្អាតខ្លាំងមែនតើមានស្រះទឹកពតជុំវិញណានេះបងប្អូននេះ
អូហើយស្រះគេដាក់របៀបដូចផ្ការំដួលហ៎ឡើងស្អាតមែនតើជប់ឡើងភ្លឺនឹងស្អាតយ៉ាងណាអូយមិនមែនទេអូយផ្លូវចូលឡើងរំភើបបាទមកខាងណាខ្ញុំមកពីភ្នំពេញយាយបាទអត់ទៅបានមកយាយបាទបងប្អូនអើយនេះឥឡូវខ្ញុំឡើងមកខាងលើនេះឃើញមានប្រកាន់ដៃនាគសងខាងមានព្រះពុទ្ធកំពុងតែតាំងសមាធិឯនៅហ្នឹងបាទនេះបងប្អូនហើយនេះអូយស្អាតខ្លាំងមែនទែនមានរូបចម្លាក់សុមនទេវបុត្រវ៉ាវបងប្អូនស្អាតខ្លាំងស្អាតមែនទែនបាទហើយខាងនេះឈ្មោះថាសុមនទេវបុត្រដែរមានទាំងសងខាងហ្មងបងប្អូនឥឡូវខ្ញុំសុំចូលខាងក្នុងបន្តិចណានេះបងប្អូនមើលណាខ្ញុំអត់និយាយអីទេស្អាតណាស់បងប្អូនបងអាចថតនេះបងប្អូននេះគឺជារូបព្រះបរមកាយសធាតុបាទបាទនិយាយទៅគឺព្រះបរមកាយសធាតុពិតហ្នឹងគឺនៅខាងក្នុងបាទតម្កល់ទុកនៅខាងក្នុងបាទ2000ឆ្នាំជាងបាទអូយស្អាតខ្លាំងណាស់ទស្សនវិជ្ជាខាងក្នុងណាបងប្អូនស្អាតមែនតើបងប្អូនអើយបាទអញ្ចឹងអ្នកដែលបានមកលេងឧដុង្គកុំភ្លេចចូលមកលេងបាទពុទ្ធមណ្ឌលវិបស្សនាធុរៈបានហើយជាពិសេសនៅក្នុងចាត់ដីព្រះបរមកាយសធាតុនេះគឺថាអូយបាទគឺមានរូបចម្លាក់ព្រះពុទ្ធស្អាតខ្លាំងមែនតើបាទហើយជាពិសេសនោះគឺមានតកតងជាមួយនឹងរឿងរ៉ាវតកតងជាមួយពុទ្ធប្រវត្តិមានការឆ្លាក់នៅទីនេះទៀតផងបងប្អូននេះខ្ញុំដាក់ឲ្យបងប្អូនអរគ្នាមើលឥឡូវខ្ញុំសូមធ្វើការថតមួយជុំទៀតឲ្យបងប្អូនមើលនេះពេលដែលត្រង់ប្រសូតបងប្អូនអូយបងសុំតិចហើយបន្តនេះអូរឿងព្រះពុទ្ធហ្នឹងដូចជាចាប់ពីនេះទៅវិញពីខាងនេះទៅអញ្ចឹងបងប្អូនសម្រាប់អ្នកដែលមកលេងនៅកន្លែងពុទ្ធមណ្ឌលវិបស្សនាធុរៈហើយត្រូវចូលមកមើលព្រះបរមសារីកេសសំទោសព្រះបរមកេសធាតុបាទព្រះបរមកេសធាតុអញ្ចឹងគឺធ្វើម៉េចមកឲ្យបានមុនម៉ោង6ព្រោះដោយសារម៉ោង6ល្ងាចគឺគេបិទទ្វារអញ្ចឹងយើងអត់អាចចូលមើលបានយូរទេដូចខ្ញុំថ្ងៃនេះមកលក្ខណៈថាគឺចុងម៉ោងមែនតែនតែម្ដងហើយសំណាងមែនតែនបានចូលថតឲ្យបងប្អូនទាំងអស់គ្នាបានមើលទៀតនេះអូស្អាតខ្លាំងបងប្អូនអើយសបាយទេសបាយមានអារម្មណ៍ថាជ្រះថ្លាខ្លាំងណាស់សម្រាប់បងបងប្អូនបន្ទាប់ពីយើងពាក់ស្បែកជើងហើយយើងក៏ធ្វើដំណើរទៅកន្លែងព្រះអង្គធំតទៅទៀតណាបងប្អូននេះនិយាយទៅផ្លូវដើរមានចាក់បេតុងអញ្ចឹងគឺថាងាយស្រួលនៅក្នុងការដើរបានស្រួលនេះយើងកំពុងតែធ្វើដំណើរទៅកន្លែងព្រះអង្គធំបាទនៅតាមផ្លូវបងប្អូននេះមានព្រះពុទ្ធទ្រង់ធ្វើទុកិរិយាបាទសូមចូលថតបន្តិចទៅព្រះអង្គទ្រង់ធ្វើទុក្ខកិរិយាបាទ
ឥឡូវនេះគឺខ្ញុំមកដល់កន្លែងគេធ្វើសមាធិបងប្អូនគេធ្វើកម្មវិធីពេលល្ងាចឥឡូវបងប្អូនទាំងអស់គ្នានេះយើងបានឃើញពីទស្សនវិជ្ជាពិតប្រាកដពីលោកយាយជីក៏ដូចជាព្រះសង្ឃបាទក៏ដូចជាអ្នកមកធ្វើវិបស្សនាអីចឹងណាបាទគឺយើងឃើញសកម្មភាពពួកគាត់ដែលកំពុងតែធ្វើសមាធិនៅក្នុងពេលល្ងាចបាទខ្ញុំអត់ដឹងថាគេធ្វើរៀងរាល់តែល្ងាចឬក៏នៅក្នុងឱកាសពិសេសណាមួយក៏ខ្ញុំអត់ដឹងដែរតែសំខាន់ខ្ញុំមកបានឃើញនៅក្នុងពេលនេះគឺខ្ញុំឃើញថាអើយមានពួកគាត់នៅទីនេះគឺច្រើនមែនតើអូនេះគឺកន្លែងគេរៀបចំជាភេសជ្ជៈប្រកេនចំពោះលោកយាយជីក៏ដូចជាព្រះសង្ឃផងដែរថតណានេះបងប្អូនខ្ញុំថតពីចម្ងាយបងប្អូនមើលបងនេះចូលបន្តិចខ្ញុំថតពីចម្ងាយបងប្អូនអើយស្អាតខ្លាំងមែនតើជ្រះថ្លាមែនតើបងប្អូនជ្រះថ្លាមែនតើគឺមានដូនជីជាច្រើនអង្គក៏ដូចជាមានព្រះសង្ឃហើយនិងអ្នកធ្វើវិបស្សនាគឺច្រើនមែនតើបាទគឺគាត់លក្ខណៈស្លៀកសពាក់សអញ្ចឹងណាបងប្អូនបាទមុននឹងពេលល្ងាចបងប្អូនខ្ញុំបានឃើញព្រះសូរិយាអស្ដងគាត់គឺនៅចំពាក់កណ្ដាលនៃប្រកាសរបស់ព្រះពុទ្ធតែម្ដងចង់និយាយថាអូយមកថ្ងៃនេះគឺមានអារម្មណ៍ថាថតបានរឿងរ៉ាវពិសេសច្រើនខ្លាំងមែនតើបាទជំនេះល្អឈ្មោះតាមមើលរកចាក់អស់មកទីស្អាតទីទៅអីអញ្ចឹងបងប្អូនសម្រាប់ដំណើរកំសាន្តក៏ដូចជាការចូលមកទស្សនានៅក្នុងពុទ្ធមណ្ឌលវិបស្សនាធុរៈនៅក្នុងថ្ងៃហ្នឹងគឺសូមបញ្ចប់តែត្រឹមនេះឯងបានតែទៅគឺដោយសារតែរៀងល្ងាចហើយខ្ញុំមិនអាចទៅថតទីកន្លែងផ្សេងទៀតបានអញ្ចឹងបើសិនជាថ្ងៃក្រោយមានឱកាសខ្ញុំនឹងធ្វើការថតនៅកន្លែងផ្សេងទៀតដែលខ្ញុំទៅអត់ទាន់ដល់នៅខាងនោះមានកន្លែងរូបចម្លាក់ព្រះពុទ្ធត្រង់ប្រសូតឬក៏ដូចជាមានរូបចម្លាក់ព្រះពុទ្ធធ្វើអភ័យទានហ្នឹងគឺខ្ញុំនឹងទៅថតដល់ហ្នឹងតែម្ដងឥឡូវនេះគឺថ្ងៃនេះគឺដោយសារជាល្ងាចត្រឹមនេះអញ្ចឹងយើងចប់ត្រឹមហ្នឹងណាអរគុណច្រើនពីខ្ញុំពីអ្នកណែត